ក្របគ្រោះក្របថ្មតូចៗមានអត្ថប្រយោជន៍មែនតែនពុកម៉ែបងប្អូនមានអត្ថប្រយោជន៍ខ្លាំងណាស់មានអត្ថប្រយោជន៍មែនតែនគាត់តុបតែងសួនផ្កាតុបតែងខឿនតុបតែងgarden សួនផ្កាពុកម៉ែបងប្អូនមើលមកថាស្រស់ស្អាតមែនតែនស្រស់ស្អាតខ្លាំងមែនតែនពុកម៉ែបងប្អូនឃើញខ្ញុំរៀបចំក្របថ្មក្របគ្រោះតូចៗហ្នឹងក្របគ្រោះថ្មក្របទួយពណ៌ក្រហមយកមករៀបចំធ្វើសួនបែបដាំផ្កាអីខាងក្រៅមករៀបចំសួនផ្កាស្រស់ស្អាតមែនតែនបងប្អូនបើទំនេរអាចធ្វើដូចខ្ញុំបានបងប្អូនទំនេរអាចរៀបចំសួនផ្កានៅផ្ទះរៀបចំដាំដំណាំដាំដុះសួនផ្កាបែបធម្មជាតិរស់នៅជាមួយធម្មជាតិពិតជាស្រស់ស្រាយមែនតែនបងប្អូនអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយតគ្នាបងប្អូនអរគុណផ្កាដ៏ស្រស់ស្អាតមែនតែនបងប្អូនស្រស់ស្អាតជាមួយនឹងសួនផ្កាដ៏ស្រស់ស្រាយមែនតែនបងប្អូនធម្មជាតិពិតតែម្ដងរូបមន្តដំដោះរៀបចំសួនដ៏ស្រស់ស្អាតបូករួមជាមួយនឹងក្របថ្មតូចៗក្របគ្រោះតូចៗពិតជាមានប្រយោជន៍មានគុណតម្លៃខ្លាំងមែនតែនអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយតគ្នាអរគុណបាយបាយជម្រាបលាបងប្អូនតគ្នា